เรื่องส่งปองต่อគ្នាในខ្ញុំឈ្មោះសានកុសមាហើយថ្ងៃនេះអ្នកខ្ញុំនឹងបង្ហាញថា What is in my bag មកលើតាមដល់អ្នកគ្នាពេលដែលចេញមកធ្វើការថតមកក្រៅអញ្ចឹងគឺតែងតែដាក់អីវ៉ាន់តាមខ្លួនឯង assistant ខ្ញុំគឺនៅក្នុងនេះចឹងអីដែលត្រូវការគឺក្នុងនេះទាំងអស់ទី1គឺ make up pouch និយាយទៅ pouch នេះមិនធំតែមាន make up ទេខ្ញុំដាក់ប៊ិចមានម្សៅសម្រាប់ touch up អីបន្តិចតួចចឹងហើយ lip gloss មានក្រែមហើយនិងម្សៅអីតិចតួចនៅក្នុងហ្នឹងដែរទឹកអប់ខ្ជូរដល់ក្រយត់បើសិនជាបងប្អូនទាំងគ្នាមានកាបូបធំដូចខ្ញុំអញ្ចឹងគួរតែទិញកាបូបទូចចេះមួយដើម្បីយើងដាក់អីវ៉ាន់ទូចកុំឲ្យយើងកាយរក្នុងកាបូបទៅពិបាកតមកទៀតគឺទូរស័ព្ទត្រូវដាក់តាមខ្លួនជានិច្ចចាដល់ប៉ាឡាហើយមួយទៀតនេះគឺសភៅគំនូររបស់ខ្ញុំហើយនឹង notebook កាត់ភ្លាមគឺទៅសេចូលក្នុងសភៅភ្លាមហ្នឹងហ្មងតនេអញ្ចឹងពេលខ្លះគូរុកលេងពេល stress អីចឹងបើកមើលលេងទៅមានអារម្មណ៍ថាយើងសប្បាយចិត្តដែរយើងឃើញទស្សនភាពសប្បាយហើយអីដែលខ្វះបានហ្នឹងគឺត្រូវតែដាក់ទឹកតាមខ្លួនហ្មងទឹកពិសា V active ទឹកពិសាប៉និតចង់ស្អាតចង់មានសុខភាពល្អគឺត្រូវតែញ៉ាំទឹកជានិច្ចទោះថាយើងលាប skin care មិនក៏ដោយបើអត់ញ៉ាំទឹកគឺតែរួចចេះអញ្ចឹងហើយពេលដែលចេញមកធ្វើការក្រៅអីហ្នឹងគឺខ្ញុំតែងតែដាក់ទឹកតាមខ្លួនហើយមិនធម្មតាទឹកទេណាជាមួយនឹង V active sport ក៏ខ្ញុំដាក់មកតាមខ្លួនដែរយើងត្រូវតែញ៉ាំទឹកដែលបំពេញជាតិទឹកលឿនដូចជាទឹក V active sport ដែលមានជាតិ electrolyte ក្នុងហ្នឹងអញ្ចឹងពេលដែលខ្ញុំមានអារម្មណ៍ជូរមាត់រៀងលំវិញមុខអីអញ្ចឹងដាក់មកគឺថាមានកម្លាំងហ្មងfavorite ហ្មងណាឥឡូវបើសិនជាឲ្យរើសរបស់3យ៉ាងដែលខ្ញុំយកតាមខ្លួនខ្វះអត់បានហ្មង lip gloss គឺខ្ញុំត្រូវដាក់យកតាមខ្លួនទី2គឺទូរស័ព្ទចាអត់មានទូរស័ព្ទគឺអត់មានអីផេលុយហើយតាក់តងតំណែងសំខាន់គឺយើងត្រូវថត content រហូតអញ្ចឹងគឺត្រូវតែមានទូរស័ព្ទចាទី3គឺទឹកហ្មងទឹកគឺត្រូវតែមានទឹកតាមខ្លួនជានិច្ចចឹងហើយទី1គឺត្រូវមើលថាសុខភាពខ្លួនឯងហើយសំខាន់សម្រស់យើងក៏សំខាន់ដែរនិយាយទៅមានទឹកពេលដែលយើង stay hydrated ទៅមុខយើងក៏ផូរផង់សុខភាពយើងក៏ល្អខួរក្បាលយើងក៏ដើរលឿនដែរអញ្ចឹងអស់ហើយនេះគឺជាអីវ៉ាន់ដែលខ្ញុំយកតាមខ្លួនចាំបងប្អូនទាំងអស់គ្នាពេលចេញក្រៅចូលចិត្តយកតាមខ្លួនរបស់អីគេខ្លះកុំភ្លេច comment ចែករំលែកខាងក្រោមផងណាបាយបាយ